បាទសួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាថ្ងៃនេះគូលើកយកប្រធានបទមួយទៀតទាក់ទងទៅនឹងគុណសម្បត្តិនិងគុណវិបត្តិឬក៏សារៈប្រយោជន៍និងផលវិបាកដែលកម្ពុជាចូលជាសមាជិករបស់អាស៊ានបាទគ្រូលើកយកផលវិបាកឬក៏គុណវិបត្តិមកនិយាយមុនដែលគុណវិបត្តិនេះមាន5សំខាន់ទី1គឺធនធានមនុស្សបច្ចេកវិទ្យាវិទ្យាសាស្ត្រនៅកម្ពុជានៅមានកម្រិតទី2កម្ពុជានឹងក្លាយទៅជាទីផ្សាររបស់គេទី3កម្ពុជាមិនមែនជាដៃគូប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចជាមួយនឹងបណ្ដាប្រទេសដែលជាសមាជិកអាស៊ានទី4ការនាំទំនិញចេញរបស់កម្ពុជានៅមានកម្រិតមានន័យថាការនាំចូលច្រើនជាងនាំចេញហើយទី5នេះគឺកម្ពុជាបានរស់នៅដោយការពឹងផ្អែកជំនួយរបស់បរទេសរហូតដល់60%បាទនៅឡើយទាក់ទងទៅនឹងផលល្អដែលកម្ពុជាបានចូលជាសមាជិកអាស៊ាននេះគ្រូលើកផ្នែកនយោបាយហ្នឹងគឺ5សំខាន់ទី1កម្ពុជាលែងបារម្ភពីការគំរាមកំហែងផ្នែកសន្តិសុខនិងកម្ពុជាលែងឯកាទី2កម្ពុជាចាប់ផ្ដើមមានសិទ្ធិសេរីភាពមានសុខសន្តិភាពនៅក្នុងតំបន់ទី3កម្ពុជាយើងនឹងទទួលបាននូវទំនាក់ទំនងការទូតការបរទេសល្អជាមួយប្រទេសក្នុងតំបន់និងពិភពលោកទី4ធ្វើឲ្យកម្ពុជាយើងលេចមុខលេចមាត់លើឆាកអន្តរជាតិលើផ្នែកនយោបាយឬក៏កម្ពុជាលេចមុខលេចមាត់លើផ្នែកនយោបាយលើឆាកអន្តរជាតិហើយចុងក្រោយហ្នឹងគឺផ្នែកនយោបាយទី5ហ្នឹងគឺកម្ពុជានឹងទទួលបានកម្ពុជាបានទទួលគឺកម្ពុជាបានទទួលតួនាទីផ្នែកនយោបាយនៅក្នុងតំបន់និងពិភពលោកបាទឧទាហរណ៍យើងបានធ្វើជាម្ចាស់ប្រទេសអាស៊ានឯងគឺជាតួនាទីផ្នែកនយោបាយដែលគេធ្វើដែលធ្វើឲ្យប្រទេសកម្ពុជាយើងបាទកាន់តែមានឈ្មោះនៅក្នុងតំបន់និងពិភពលោកចំពោះសង្គមសារៈប្រយោជន៍ដែលកម្ពុជាចូលជាសមាជិកអាស៊ាននេះគឺកម្ពុជាចាប់ផ្ដើមមានការគោរពសិទ្ធិមនុស្សនិងសមភាព Gender កាន់តែប្រសើរកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រជាជាតិនៅក្នុងតំបន់និងពិភពលោកទី3នេះគឺកម្ពុជាបានទទួលបានការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗកាន់តែប្រសើរឡើងចំពោះផ្នែកសេដ្ឋកិច្ចទូលើកយកមក6សំខាន់ដែលកម្ពុជាបានចូលជាសមាជិកនេះគឺបានផ្ដល់សារៈប្រយោជន៍ដល់កម្ពុជាទី1នេះគឺកម្ពុជាទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ីនិងសមាជិកអាស៊ានទី2កម្ពុជាទទួលបានការរីកចម្រើនអភិវឌ្ឍលើវិស័យកសិកម្មឧស្សាហកម្មពាណិជ្ជកម្មគមនាគមន៍ទេសចរណ៍ទី3នេះគឺកម្ពុជាទទួលបានពួកវិនិយោគទុនចូលមកបដាក់ទុនជាមួយប្រទេសកម្ពុជាយើងបាទទី4នោះគឺប្រទេសយើងទទួលបានការធ្វើកំណែទម្រង់លើវិស័យសេដ្ឋកិច្ចដើម្បីឲ្យឈានទៅរកទីផ្សារតំបន់និងអន្តរជាតិទី5នោះគឺជួយឲ្យកម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់និងពិភពលោកចុងក្រោយនោះគឺជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនតាមរយៈកិច្ចសហប្រតិបត្តិការងារផ្សេងហើយសារៈប្រយោជន៍ផ្នែកវប្បធម៌ដែលកម្ពុជាបានចូលជាសមាជិកគេនេះគឺធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនលើផ្នែកអប់រំវប្បធម៌ប្រពៃណីទំនៀមទម្លាប់សិល្បៈកីឡាបច្ចេកវិទ្យាវិទ្យាសាស្ត្រធនធានមនុស្សមន្ត្រីរាជការសិស្សនិស្សិតតាមរយៈអាហារូបករណ៍ឬការទៅបណ្ដុះបណ្ដាលជាមួយនឹងបណ្ដាប្រទេសអាស៊ាន